បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានឹងឲ្យធ្វើមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងមកនិយាយគ្នាតាក់ទងនឹងការប្រកួតរវាងក្រុមបិសាចក្រហម Manchester United ប៉ះជាមួយនឹងក្រុមឃ្មុំបាទ Brentford បាទអញ្ចឹងយើងដឹងហើយថាលទ្ធផលគឺបានបញ្ចប់រួចរាល់ហើយគឺលេងកាលពីម៉ោង6កន្លះល្ងាចនៅថ្ងៃទី27ចំថ្ងៃសៅរ៍តែម្ដងហ្នឹងហើយគឺនៅទឹកដី Brentford Stadium ហ្នឹងគឺ State Community Stadium ហើយលោកអញ្ញាកដាកាត់សេចក្តីគឺលោក Greg Paulson ហ្នឹងហើយអញ្ចឹងយើងឃើញថា Brentford យកឈ្នះទៅលើក្រុមបិសាចក្រហម Manchester United យើង3-1ហ្នឹងគឺធ្វើបានទៅដោយកីឡាករ Thiago នៅនាទីទី8និងនាទីទី20ហើយនឹងធ្វើបានដោយកីឡាករ Jensen នៅនាទីទី90+5ហើយមកគ្រាប់របស់បិសាចក្រហម Manchester United រាប់បានដោយខ្សែប្រយុទ្ធ Benjamin Sesko បាទនៅនាទីទី26បាទអញ្ចឹងយើងដឹងហើយថាក្រុមបិសាចក្រហមម៉ាយៈនេះគឺដុនដាបយ៉ាប់យ៉ឺនមែនតើបាទខ្ញុំមើលការប្រកួតថ្ងៃនេះខ្ញុំឃើញថាក្រុមបិសាចក្រហម Manchester គឺនៅតែដដែលលេងអត់មានអភិវឌ្ឍឬមួយក៏កើនឡើងអីទេគឺថាលេងដូចអត់មានភាពស្វាហាប់ឬមួយក៏ស្រែកឃ្លាញនៅជ័យជំនះតទៅសោះដូចថាលេងដោយកីឡាករមួយលេងដោយគេហៅថាมันមានភាពថាស្រែកឃ្លាញនៅចង់បានជ័យជំនះឲ្យក្រុមទេបាទគឺខ្ញុំមើលឃើញកីឡាករមួយលេងដូចជាមិនសូវស្វាហាប់លេងដូចជាមិនសូវជាមានព្រលឹងក្នុងខ្លួនហើយលេងដូចជាមិនយល់ចិត្តគ្នាដូចជាមិនប៉ះសេគ្នាមិនបានល្អមិនត្រឹមតែប៉ុណ្ណោះទេ Bruno Fernandes ក៏ធ្វើមិនបានល្អដែរគឺការដែលបានបាល់ពីនៃ11ម៉ែត្រហើយពេលនងទីហើយកែបែរជាពេលនងទីមិនចូលទៅវិញបាទអញ្ចឹងគួរឲ្យសោកស្ដាយមួយដែរបាទអញ្ចឹងថ្ងៃនេះគឺក្រុមបិសាចក្រហម Manchester United គឺទទួលបរាជ័យទាំងធ្ងន់ធ្ងរមែនទែនបាទបាទសំទោសអ្នកគ្នាហ្នឹងហើយបាទហើយយើងឃើញថាលោក Ruben Amorim គឺគាត់ខកចិត្តមែនតើទៅលើ Bruno Fernandes ហើយថ្ងៃនេះខ្ញុំឃើញថាក្រុមបិសាចក្រហម Manchester United នៅការប្រកួតក្រោយៗបន្តទៀតតើនៅរក្សានៃទម្រង់លេងបែបហ្នឹងដដែលឬមួយក៏យ៉ាងម៉េចពួកខ្ញុំដូចជាអត់ឃើញមានកីឡាករណាលេងដាក់ទៅទ្រង់ប្រព័ន្ធលោក Ruben Amorim ហ្នឹងលេងទៅត្រូវសងតង់គ្នាតរសោះហើយប្រព័ន្ធជើងក្រោមវិញការពារ3រូបគឺខ្សោយមែនតើទាំងអ្នកចាំទីទៀតមើលទៅអាការក្របបាល់ដំបងហ្នឹងគឺថាមើលទៅគឺខ្សោយមែនតើគឺឈរអត់មានគៀកបិទនៃខ្សែប្រយុទ្ធគេចោះសោះគឺឈរនៅឆ្ងាយពីខ្សែប្រយុទ្ធរបស់គេតែម្ដងខ្ញុំឃើញថាបាល់គឺធ្វើឲ្យប្រហែលខ្សែការពារហើយយើងឃើញថាអ្នកចាំទីដៃថ្មី Senelemon គឺទិញមកគឺຕົកចោលតែម្ដងមិនដឹងថាគាត់ពេលណាបានដាក់ Senelemon ប្រើប្រាស់ទេខ្ញុំអត់ដឹងអត់យល់ពីលោក Ruben Amorim ដែរឬមួយក៏ទុករហូតទិញមកទុករហូតដល់គេដេញគាត់ចេញឬមួយទិញមកទុកឲ្យអង្គុយមើលអញ្ចឹងហើយអត់មានសាក់ឲ្យគ្នាលេងដើម្បីឲ្យគ្នាចាប់អីឲ្យដឹងពីសមត្ថភាពអីអត់ឬមួយក៏ទិញទុករហូតដល់លោក Ruben Amorim ចាក់ចេញទៅបាន goal Senelemon ចេញបង្ហាញថ្វីដៃនោះហើយថ្ងៃនេះគឺ Benjamin Sesko ជាក្របបាល់ដំបូងរបស់គាត់ដែលគាត់ចូលរួមនៅក្រុមបិសាចក្រហម Manchester រាប់តាំងពីប្រកួតដែលគាត់ធ្លាប់លេងមកដល់ពេលនេះ
ហើយបាល់ហ្នឹងប៊ីអត់ចូលទៀតសុទ្ធពី3តង់ហើយអ្នកចាំទី Kelleher គេល្អគេជួយសង្គ្រោះបាល់បាន2 3តង់ហើយដោយសារបាល់ថែមួយទៀតបានចូលបាទមើលឃើញថាថ្ងៃនេះគឺកីឡាករលោក Robin Amarin ដាក់11នាក់គឺលេងមិនបានល្អតតែសោះហើយMathieu Cunhaលេងកំណាញ់បាល់ថ្ងៃហ្នឹងដូចថាថ្ងៃហ្នឹងដូចម្នាក់ដូចកីឡាករខាងលើដូចលេងកំណាញ់បាល់ដល់ហើយលេងរត់សុទ្ធតែខ្លួនឯងខ្ញុំមិនយល់ដែរតែលេងជាក្រុមហ៎ឬមួយក៏លេងតែម្នាក់ឯងបើថាលេងតែម្នាក់ឯងយើងលេងតែមិនចាំបាច់មាន11នាក់អីនេះគេអាចលេងជា team work យើងមើលឃើញក្រុមខ្លះកីឡាករយើងអត់សូវស្គាល់មិនសូវលេចធ្លោមិនសូវល្បីកម្លាយខ្លួនក្នុងទីផ្សារល្មមទេប៉ុន្តែគេលេងសងតង់គ្នាល្អដូចជាយើងមើលតែ Brentford យើងមើលតែ Brighton យើងមើលតែ Crystal Palace យើងមើលតែ Everton យើងមើលតែSunderland ទៅដឹងហើយតែសម្រាប់ Man U មួយអត់យល់កីឡាករសឹកតែលំដាប់ទិញមកក៏ថ្លៃបាយជាលេងអសងតង់គ្នាលេងមិនមែនជាលេងជាក្រុមលេងមិនមែនជា team work លេងមិនយល់ចិត្តគ្នាលេងប៉ាសេឲ្យគ្នាមិនចំទាំងគ្នាផងហ្នឹងអញ្ចឹងមិនថាខ្ញុំអត់យល់ដែរមិនដឹងថាដល់ពេលណាទៅ Man U ងើបឡើងដោយការលោក Sir Alex Ferguson ដឹកនាំ Man U ខ្ញុំមើលដូចជាមានបញ្ហាអ្វីជាមួយនៅក្នុងក្រុមមិនដឹងទេអត់តែកីឡាករល្អមក Manchester United គឺលេងអត់កើតតែម្ដងបាទឥឡូវនេះនៅចាំមើលតែអ្នកចាំទី Celine Lemon មួយទៀតទេបើដាក់អ្នកចាំទីទៀតព្រោះម៉ែអ្នកចាំទីចាត់ប៉ុណ្ណាក៏ដោយបើសិនជាមើលទៅប្រព័ន្ធបម្រើការពារប្រព័ន្ធការពារខ្សោយហើយអ្នកចាំទីស្អិតប៉ុណ្ណាក៏បានជួយសង្គ្រោះបានតែ3 4 5 6ដងហ្នឹងគឺអស់ហើយអស់របឺដូចថ្ងៃនេះអីដូច Alisson Becker ជួយសង្គ្រោះឲ្យ Liverpool ច្រើនហ្នឹងកុំអី Crystal Palace ដាក់ Liverpool ដឹងប្រមាណគ្រាប់ទេហើយថ្ងៃនេះគឺឃើញថាលទ្ធផលដូចក្លាប់ចាក់តែម្ដងគឺក្រុមខ្លាំងមួយចំនួនចាញ់ឈ្នះតែ Manchester City មួយស៊ីគ្រាប់ច្រើនទៀតណា Manchester City ថ្ងៃនេះហើយដូចជាមិនដឹងជាកើតអីក្រុមខ្លាំងគឺចាញ់ក្រុមមកល្មមអស់ហើយបាទហ្នឹងហើយអញ្ចឹងយើងពិបាកដែរឃើញថាលោក Robin Amarin តាំងគាត់មកដឹកនាំ Man U គឺគាត់ខុសប្លែកពីមុនការគាត់នៅ Sporting ឃើញថាគាត់រៀងឡើងគីឡូហើយសក់គាត់ក៏រៀងឈូសទៀតមើលទៅដូចមនុស្ស stress ខ្លាំងហ្នឹងហើយហ្នឹងអញ្ចឹងអរគុណច្រើនអ្នកនរគ្នាថ្ងៃនេះនិយាយតាក់ទងនឹងបាល់ទាត់ជំនួបជួបជាមួយក្រុមបិសាចក្រហម Manchester United ប៉ះជាមួយនឹងក្រុមឃ្មុំ Brentford គឺមានប៉ុណ្្នឹងឯងបាទអញ្ចឹងសូមអរគុណច្រើនអ្នកនរគ្នាបាទសូមជម្រាបលាបាយបាយ